សូមស្វាគមន៍មកកាន់ភាគទី201នៃរឿងប្រយុទ្ធការមីឃាយើងឃើញថាបន្ទាប់ពីស៊ីវយៀននិងឆៃលីនបានចាក់ចេញក្រុមរបស់យ៉ាងមីងដែលឈរមកពីចម្ងាយនោះគឺមានការភ្ញាក់ផ្អើលខ្លះដែរមិនបានជាពួកគេបញ្ញាប់ចាក់ចេញលឿនបែបនេះតែបើតាមយ៉ាងមីងបានសង្កេតមើលទឹកមុខរបស់ស៊ីវយៀនគេទីដឹងថាប្រហែលជាមានរឿងអីកើតឡើងទៅលើកោសម្ព័ន្ធអ្នកលំហបុរាណនេះតែយ៉ាងណាយ៉ាងមីងមិនអាចចាក់ចេញពីកោសម្ព័ន្ធពុះថ្លាន់ជ្រែកដី9ជាន់បាននោះទេនៅពេលនេះពីព្រោះវាមានរឿងរញ៉េរញ៉ៃជាច្រើនដែលតម្រូវឲ្យគេនៅដោះស្រាយអ្វីដែលគេអាចធ្វើបានគឺមានតែបន់សងឲ្យស៊ីវយៀននិងឆៃលីនអាចដោះស្រាយបញ្ហានេះបានតែប៉ុណ្ណោះនៅខណៈពេលនេះស៊ីវយៀននិងឆៃលីនគឺពួកគេកំពុងហោះបោះពួរយ៉ាងលឿននៅក្នុងលំហទឹកមុខស៊ីវយៀនពិតជាអាក្រក់ណាស់តាំងពីពេលដែលគេនិងជីយ៉ានបានផ្ដួលស្ដេចអ្នកទាំង3ឲ្យរត់បាសកញ្ញាំកាលពីមុនម្ដងរួចហើយនោះគេគិតថាការបង្រួបបង្រួមទំនងជាងាយស្រួលទេទោះបីជាស្ដេចអ្នកទាំង3នោះនៅតែជាការគំរាមកំហែងបន្តិចក៏ដោយស៊ីវយៀនយើងតែងតែគិតបែបនេះតែចិត្តស្ដាយសារភាពពិតប្រាកដធ្វើឲ្យគេដឹងថាបញ្ហានេះវាស្មុគស្មាញជាងនឹងទៅទៀតស៊ីវយៀនយើងមើលបាតដៃរបស់គេរួចនិយាយត្រាអ្នកគ្រាកាន់តែខ្សោយទៅហើយជីយ៉ានហាក់ដូចជាស្ថិតនៅក្នុងស្ថានភាពពិបាកខ្លាំងណាស់ចង្រៃយោតើវាមានរឿងអីទៅលើកោសម្ព័ន្ធអ្នកលំហបុរាណទៅបើមើលតាមទិសដៅនៃត្រានេះបង្ហាញជីយ៉ានដូចជាមិននៅកោះអ្នកខាងកើតនោះទេស៊ីយឿនក្តាប់ដៃយ៉ាងណែននិងព្យាយាមបន្លប់នៅកំហឹងរបស់គេឥឡូវយើងងាកមកមើលខាងកោះអ្នកគ្រីម្ដងយើងឃើញដែនអាណាចក្រទូទេមួយដែលនៅពេលនេះគឺពោពេញទៅដោយពណ៌ក្រហមនិងក្លិនឈាមយ៉ាងឆ្អាបមែនទែនដែនទាំងមូលប្រែក្លាយទៅជាពណ៌លោហិតក្រហមឆ្អិនឆ្អៅទៅហើយយើងក៏បានឃើញមនុស្សជាច្រើនឈរកលឹងជុំវិញកោះនេះក្នុងអាការៈជ្រុលចិញ្ចៅមុខស្អុយប៉ែមានព្រឹទ្ធាចារ្យសាកសមម្នាក់បាននិយាយថាក្បួនបំលែងអ្នកបិសាចអាចចង្រៃស្ដេចអ្នកខាងជើងនេះក្បួននេះគឺជាក្បួនហាមឃាត់នៃកោសម្ព័ន្ធអ្នកបុរាណយើងដែលត្រូវបានបំផ្លាញតាំងពីរាប់ពាន់ឆ្នាំមុនមិនបានជាអាចទៅរួចដែលគេប្រើវានៅពេលនេះហើយព្រឹទ្ធាចារ្យចៅលីដែលឈរនៅក្បែរនោះក៏បានតបអ្នកដែលគ្រប់គ្រងក្បួននេះគឺជាតាទួតនៃស្ដេចអ្នកខាងជើងហើយវាក៏ត្រូវបានបំផ្លាញដោយគេផងដែរដូច្នេះមិនប្រកាសទេថាគេអាចនឹងទុកវាដោយសម្ងាត់នោះទេក្បួនបំលែងអ្នកបិសាចមួយនេះត្រូវបានបង្កើតឡើងដោយអ្នកជំនាញកម្ពុជានៃកោសម្ព័ន្ធអ្នកបុរាណកាលពីមុនដរាបណាវាត្រូវបានប្រើហើយនោះអ្នកគ្រប់គ្នាដែលនៅខាងក្នុងក្រៅពីអ្នកដែលនៅចំកណ្ដាលឬក៏អ្នកដែលប្រើវាគឺត្រូវតែកំទេចគ្មានសេសសល់ឡើយបន្ទាប់មកវានឹងត្រូវស្រូបកម្លាំងរបស់ពួកគេដោយអ្នកនៅកណ្ដាលនៃក្បួននេះធ្វើឲ្យការឡើងនៃកម្លាំងវឹកហាត់យ៉ាងសន្ធប់តែម្ដងហើយនៅខណៈពេលនេះដែរនៅក្នុងពន្លឺអាប់ពណ៌ក្រហមដ៏ចិនចៅមួយនេះយើងក៏បានលើសំឡេងសើចមួយបាននិយាយថានាងល្ងងនឹងគ្មានបទពិសោធន៍ស្ដេចម្នាក់នេះមានគម្រោងថាចង់ទុកឲ្យនាងរស់នៅឲ្យបានយូរជាងនេះតែមិននឹកស្មានថានាងហ៊ានដឹកនាំកងទ័ពមកវាយប្រហារយើងយ៉ាងដូចនេះបើអញ្ចឹងទៅហើយវាក៏ល្អដែរធ្វើឲ្យយើងមិនសូវចំណាយមនុស្សច្រើនដើម្បីបូជាវាប្រសិនបើយើងលេបនាងខ្សែឈាមយើងនឹងហក់ផុតបុព្វបុរសនៃកោសម្ព័ន្ធអ្នកបុរាណនេះទាំងអស់នៅពេលនោះយើងនឹងក្លាយទៅជាអ្នកដែលខ្លាំងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រចាំកោសម្ព័ន្ធមួយនេះធ្វើឲ្យយើងឃើញថានៅក្នុងអាពន្លឺពណ៌ក្រហមដ៏ឆ្អិនឆ្អៅមួយនេះគឺមានមនុស្សចំនួន2នាក់ម្នាក់គឺជាជីយ៉ានយើងប៉ុន្តែស្ថានភាពនាងនៅពេលនេះគឺមិនល្អនោះទេមុខនាងស្លេកស្លាំងនិងចំហាយធម្មពលចាប់ផ្ដើមចុះខ្សោយហើយនៅក្នុងដៃនាងគឺកំពុងតែកាន់នៅដាវប្រហារអ្នកក្រៀកតែខណៈពេលនេះវាមិនខ្លាំងអស្ចារ្យដូចកាលពីមុនឡើយរីឯម្នាក់ទៀតនៅពីមុខជីយ៉ានយើងមើលទៅរាងកាយរបស់គេគឺពិតជាអំណាចណាស់យើងឃើញសាច់ដុំដ៏ធំហាក់ដូចជាមានជីវិតកំពុងតែវើកចុះវើកឡើងនៅក្នុងស្បែករបស់គេហើយយើងក៏បានឃើញលំហូរឈាមកំពុងតែហូរចេញតាមរញើសគេទៀតផងមើលទៅដូចជាមនុស្សលហិនអញ្ចឹងចំណែកចំណុចដែលពិសេសជាងនេះទៅទៀតនោះគឺត្រង់ក្បាលនឹងតែម្ដងពីព្រោះវាធំមែនទែនសឹងតែប៉ុនខ្លួនទៅហើយដោយសារតែវាមានមុខដល់ទៅ3នាក់ឯណោះហើយមុខទាំងអស់នោះគឺជាស្ដេចអ្នកខាងលិចស្ដេចអ្នកខាងត្បូងនិងស្ដេចអ្នកខាងជើងនឹងឯងមុខ3នៅលើខ្លួនប្រាណតែមួយមើលទៅស្រាវញាក់ព្រឺឆ្អឹងខ្នងដែរហ្នឹងហើយមាត់របស់គេក៏ប្រឡាក់ឈាមដែរបន្ថែមពីនេះពួកគេកំពុងតែកាន់ដាវទម្រង់ជាសភាពរាវពណ៌មាសលាយជាមួយនឹងពណ៌លហិតមួយបន្តតតាំងជាមួយនឹងដាវប្រហារអ្នកគ្រារបស់ជីយ៉ានហើយទាំងអស់នេះហើយដែលធ្វើឲ្យជីយ៉ានយើងស្ថិតនៅក្នុងស្ថានភាពចាញ់ប្រៀបបែបនេះជីយ៉ានស្រែកនិយាយស្ដេចអ្នកខាងជើងអាចចង្រៃស្ដេចអ្នកខាងលិចនិងខាងត្បូងសុទ្ធតែជាដៃគូរបស់ឯងតែសំបីតែពួកគេក៏ឯងមិនលើកលែងដែរឯងបែរជាលេបនៅរាងកាយនិងព្រលឹងរបស់ពួកគេរហូតឲ្យតតែខ្លាចទៅជាពពួកបិសាចបែបនេះស្ដេចអ្នកខាងជើងតបជឹះអាសម្រាមពីក្បាលនេះត្រូវបានរបួសដោយសារតែនាងទៅហើយទោះបីជាពួកគេជាសះវិញក៏មិនអស្ចារ្យដូចពីមុនដែរបើពួកគេជួយយើងវាមិនល្អជាងទេអីទោះបីជាយើងបានស៊ីសាច់ពួកគេក៏ស្ដេចអ្នកនេះបានសន្យាថានឹងជួយសងសឹកឲ្យពួកគេដែរនិយាយបណ្ដាលគេក្រវត្តដើរមករកជីយ៉ានយើងបណ្ដាលធ្វើឲ្យនាងបន្តថយក្រោយរហូតបន្ទាប់ពីស្ដេចអ្នកខាងជើងម្នាក់នេះបានលេបនៅស្ដេចទាំងពីរទៀតរួចហើយគឺគេបានពឹងទៅលើក្បួនបំលែងអ្នកបិសាចមួយនេះដើម្បីស្រូបនៅអ្នកជំនាញដទៃទៀតហើយនៅពេលបច្ចុប្បន្នកម្លាំងវឹកហាត់របស់គេគឺខ្ពស់ជាងជីយ៉ានទៀតផងកុំតែគេនៅខ្លាចដាវប្រហារអ្នកគ្រារបស់ជីយ៉ានយើងទេកុំអីនឹងត្រូវបានសម្លាប់ដោយស្នាដៃរបស់ស្ដេចអ្នកខាងជើងម្នាក់នេះបាត់ទៅហើយរីឯជីយ៉ានយើងវិញគឺនឹងកំពុងតែព្យាយាមទប់ទល់យ៉ាងខ្លាំងជាមួយនឹងការវាយប្រហារដ៏ឃោរឃៅរបស់ស្ដេចអ្នកខាងជើងនេះផងដែរដោយសារតែក្បួនមួយនេះទើបធ្វើឲ្យអ្នកជំនាញមកពីកោះអ្នកខាងជើងរបស់នាងរួមមានចៅលីឬក៏ហ៊ូឈីងឯហ្នឹងគឺមិនហ៊ានចូលមកជួយនោះទេបើចូលមកក្នុងក្បួននេះមែនពួកគេនឹងត្រូវបំផ្ទុះខ្លួនបែកខ្ទេចហើយនឹងខ្លាយទៅជាអាហារូបត្ថម្ភឲ្យទៅស្ដេចអ្នកនេះបន្ថែមទៅវិញទេជាយ៉ាងបានបន្ថែមថាស្ដេចអ្នកខាងជើងមិនយូរមិនឆាប់ហេតុផលរបស់ឯងទាំងអស់នេះនឹងត្រូវបានលេបតបាក់ដោយការស្រែកឃ្លានលហិតរបស់ឯងហើយឯងនឹងខ្លាយទៅជាសត្វបិសាចដែលចេះតែសម្លាប់តែមួយមុខគត់ស្ដេចអ្នកខាងជើងនៅពេលដែលគេលឺហើយគេសោយយកតែម្ដង
ចាំមិនល្អទេហើយបើយើងខ្លាចជាពពួកបិសាចមែននោះក៏សម្ព័ន្ធអ្នកលំហបុរាណនឹងត្រូវបង្រួបបង្រួមក្រោមស្នាដៃយើងបានតែម្នាក់គត់ហើយអធិរាជស្ដេចនេះគឺជាយើងតែម្នាក់ដូចគ្នាឬមកបន្ទាប់ពីគេនិយាយចប់គេក៏បានចាប់យកអ្នកជំនាញនៃសមាជិកពួកគេតាមលំហហើយចោលទៅជាយ៉ាងមកទំហឹងតែម្ដងឬបន្តថាអធិរាជស្ដេចនេះអត់មានគម្រោងជួយមនុស្សទៀតទេស្ដេចអ្នកនេះនឹងឲ្យនាងជួយពួកគេមកឆ្អែតមកជាយ៉ាងខំមកសង្កត់ចិត្តសម្លឹងមើលទៅពួកគេដែលកំពុងតែហោះតម្រង់មកនាងហោះយ៉ាងលឿននិងបានបញ្ញាប្រាធម្មពលរបស់នាងបញ្ចេញពួកគេឲ្យចេញពីក្បួនមួយនេះស្ដេចអ្នកខាងជើងឃើញហើយក៏និយាយពិតជាអធិរាជស្ដេចនេះដ៏ល្អមែនសម្បីតែយើងក៏ចង់ស្ទាក់ស្ទើរដែរគ្រាន់តែនិយាយចប់គេក៏បានបង្ហាញខ្លួននៅពីមុខជាយ៉ាងយើងមួយរំពេចដៃដ៏ធំរបស់គេបានមកទះស្មាជីយ៉ាងមួយទំហឹងបដ ாய் បណ្ដាលឲ្យនាងខ្ទាតប៉ាងថយក្រោយនិងក្អួតឈាមអស់ជាច្រើនស្ដេចអ្នកខាងជើងបានបន្តហោះទៅរកជីយ៉ាងទៀតព្រមទាំងសើចសប្បាយនឹងនិយាយថាអ្វីគ្រប់យ៉ាងចប់ហើយក៏សម្ព័ន្ធអ្នកលំហបុរាណគឺជារបស់យើងដៃរបស់គេបានឈរមករកចောက်ក្បាលរបស់ជីយ៉ាងស្រាប់តែរំពេចនោះយើងក៏បានឃើញអណ្ដាតភ្លើងពណ៌ផ្កាឈូកជាមួយនឹងកម្ដៅរបស់វាដ៏ខ្លាំងក្លាធ្វើឲ្យដៃរបស់គេបង្អាក់ភ្លាមមួយរំពេចរួចគេក៏បានងើយមើលទៅលើលំហនិងស្រែកនិយាយសៀវយានចាប់បង្ហាញខ្លួនឯងមកយើងឃើញអណ្ដាតភ្លើងពណ៌ផ្កាឈូកដែលនៅពីលើក្បាលជីយ៉ាងស្រាប់តែបំបែកសាយភាយរួចបំលែងទៅជារនាំងអាគីមកហុំព័ទ្ធរាងកាយជីយ៉ាងយើងសំឡេងមួយត្រូវបានបន្លឺឡើងថាស្ដេចអ្នកខាងជើងឯងគឺពិតជាអ្នកដែលបង្កបញ្ហាមែនហើយមនុស្សពីរនាក់ក៏បានបង្ហាញខ្លួនស្របពេលដែលនិយាយចប់ដែលពួកគេគឺជាសៀវយាននិងឆៃលេងយើងនឹងឯងរីឯពួកសមាជិកនៃកោះអ្នកខាងកើតដែលកំពុងតែឈរនៅខាងក្រៅក្បួននោះពួកគេពិតជាសប្បាយចិត្តមែនទែនគឺជាសៀវយានតែសប្បាយចិត្តនោះបានតែមួយផ្លែកនោះទេហើយពួកគេក៏បានបដូរមកជាអាការៈព្រួយបារម្ភទៅវិញទោះបីជាពួកគេដឹងថាសៀវយានស្ថិតនៅកម្រិតដូចចឹងក៏ដោយដែលពួកគេធ្លាប់ជួបគ្នាម្ដងកាលពីលើកមុននោះប៉ុន្តែស្ថានភាពនៅពេលនេះគឺវាខុសគ្នាពីព្រោះថាបើកម្រិតដូចចឹងធម្មតាក៏មិនអាចជួយឲ្យបានច្រើនដែរចុងក្រោយនឹងស្លាប់ដូចតែគ្នាពួកគេគិតបែបនេះពីព្រោះការពីសៀវយានមកលើកមុនគឺគេស្ថិតនៅកម្រិតដូចចឹងផ្កាយ1ឬក៏ផ្កាយ2អីនោះទេយើងងាកមកស្ដេចអ្នកខាងជើងវិញគេបានឈរសម្លឹងមើលទៅសៀវយាននិងរអ៊ូតិចថាអាកាចាហោទានោះពិតជាអត់ប្រយោជន៍មែនជួយពន្យាពេលអីបានខ្លីយ៉ាងហ្នឹងគេបានលិតឈាមដែលប្រឡាក់នៅជាប់មាត់របស់គេបន្តិចនិងបានបន្ថែមថាតែយ៉ាងណាវាក៏ល្អដែរស្ថានភាពនៅពេលនេះត្រូវបានកំណត់រួចទៅហើយឯងមកទីនេះដោយមកឲ្យយើងយកឯងមកបូជាអញ្ចឹងទឹកមុខសៀវយាននៅពេលលើហើយគឺស្ងប់ធម្មតាគេកំពុងតែផ្ដោតសម្លឹងទៅលើមុខ3នោះនិងរអ៊ូនៅក្នុងចិត្តតិចថាអាម្នាក់នេះពិតជាសាហាវព្រៃផ្សៃមែនស្រាប់តែរំពេចនោះជាយ៉ាងយើងក៏បានក្អួតឈាមបន្ថែមទៀតមកវិញកាន់តែស្លេកទៅនាងពិតជាឈឺចាប់ខ្លាំងណាស់ស្ដេចអ្នកខាងជើងឃើញហើយសោយទោះបីជានាងមានរាងកាយជាមយូរាអ្នកក្រីក៏ដោយក៏នាងនៅតែមានការឈឺចាប់ខ្លាំងដែរបន្ទាប់ពីត្រូវបានប៉ះដោយក្បួនបំលែងបិសាចនេះជាយ៉ាងយើងឯនេះមិនខ្វល់ឡើយនាងជូតឈាមចេញពីមាត់និងនិយាយទៅសៀវយាននិងឆៃលីនថាមិនបានជាអ្នកទាំងពីរមកទីនេះបញ្ហាលើកនេះវាមិនងាយស្រួលដោះស្រាយដោយពេលមុនឡើយអាកញ្ចាស់នេះបានលេបស្ដេចអ្នកខាងលិចនិងខាងត្បូងបាត់ទៅហើយមិនត្រឹមតែប៉ុណ្ណឹងសូម្បីតែសមាជិកនៃកោសម្ព័ន្ធជាច្រើនក៏ត្រូវបានគេលេបចូលទៅដែរធ្វើឲ្យគេឡើងដល់កម្រិតដូរសឹងផ្កាយ6ទៀតផងខណៈជាយ៉ាងយើងនៅពេលនេះគឺនាងមិនទាន់ទាំងឡើងដល់ផ្កាយ5ផងដោយសារតែខុសគ្នាឡើងពីកម្រិតបែបនេះហើយទើបជាយ៉ាងយើងស្ថិតនៅក្នុងស្ថានភាពអាក្រក់បែបនេះនោះចំណែកសៀវយានយើងនៅពេលដែលគេលឺហើយគឺគេញញឹមដោយមិនតបតអីទាំងអស់គេបានយកដៃប៉ះសមាជិកយ៉ាងតិចនៅក្នុងគោលបំណងបណ្ដេញចេញនៅធម្មពលលោហិតបំលែងនិករាជនេះស្ដេចអ្នកខាងជើងឃើញហើយគេសើចចំអកថាចង់បណ្ដេញវាចេញផងតែអញគិតថាស្រាប់តែភ្លាមនោះគេកាំងមួយរំពេចដោយសារតែគេឃើញចំហាយធម្មពលរបស់វាពិតជាចេញមកក្រៅមែនរហូតដល់វារលាយតែម្ដងអណ្ដាតភ្លើងឋានសួគ៌គេភ្ញាក់នឹងមិនមែនមកពីគេអត់ដឹងថាសៀវយានមាននោះទេគឺដោយសារតែអណ្ដាតភ្លើងនៅក្នុងដៃសៀវយាននៅពេលនេះវាខុសគ្នាពីការលើកមុនមួយស្របក់ក្រោយមកយើងក៏ឃើញថាជីយ៉ានគេរៀងក្រាន់បើជាងមុនបន្តិចតែនាងនៅតែខ្សោយដដែលទេរួចមកនាងក៏បានប្រែកាយឲ្យខ្លាចជារាងកាយក្មេងស្រីតូចជីយ៉ានដែលយើងបានស្គាល់កាលពីមុនវិញព្រោះធ្វើបែបនេះទើបអាចជួយរក្សាធម្មពលបានច្រើននិងព្យាបាលខ្លួនបានឆាប់រហ័សជាងមុនសៀវយានឃើញភ្លាមគេសើចនិងយកដៃមកអង្អែលក្បាលនាងរូបរាងនេះឲ្យខ្ជូតជាងបន្តមកសៀវយានក៏ឲ្យឆៃលីននិងជីយ៉ានថយក្រោយសិនចោះទុកឲ្យគេជាអ្នកចាត់ការជីយ៉ានក៏បានបញ្ញាប់និយាយកាត់តែគេម្នាក់នោះខ្លាំងណាស់សៀវយានញញឹមកុំបារម្ភអីខ្ញុំនឹងមិនធ្វើវានោះទេបើលើសពីសមត្ថភាពខ្ញុំនោះឆៃលីនក៏បន្ថែមទាំងទឹកមុខព្រួយបារម្ភថាតើលោកត្រូវការជំនួយបន្ថែមអត់ពីព្រោះមើលទៅស្ដេចអ្នកខាងជើងគឺមានកម្លាំងវឹកហាត់ប្រហាក់ទៅនឹងអ្នកដូរឈឹមកាយ6ទៅហើយនាងបារម្ភខ្លាចសៀវយានតែម្នាក់ឯងមិនអាចទប់ទល់ជាប់ជាមួយនឹងគេនោះទេសៀវយានគេក្រវីក្បាលតិចរួចតវិញគេមិនទាន់ឈានដល់ផ្កាយ6នឹងថឹងនោះទេដូច្នេះបើផ្ដួលគេគឺអាចទៅរួចអញ្ចឹងឆៃលីនឯងគួរយកពេលនេះទៅជួយពួកសមាជិកដទៃទៀតឲ្យចេញពីក្បួននេះចោះជៀសវាងអាស្ដេចអ្នកខាងជើងម្នាក់នេះស្រូបឈាមនិងដូរឈីពួកគេបន្តទៀតដើម្បីបង្កើនកម្លាំងរបស់គេឲ្យកាន់តែខ្លាំងឆៃលីនលឺហើយបានត្រឹមតែងក់ក្បាលនិងបញ្ញាប់យកជីយ៉ានចេញពីក្បួននេះទៅចំណែកស្ដេចអ្នកខាងជើងវិញក៏គេមិនទៅហាមឃាត់ពីអ្នកឆៃលីននិងជីយ៉ានមិនឲ្យចេញក្រៅដែរពីព្រោះគេគិតថាដរាបណាគេអាចកម្ចាត់សៀវយានបានហើយនោះអ្នកទាំងអស់គ្នាដែលនៅសេសសល់គឺគេអាចធ្វើឲ្យបានតាមចិត្តតែម្ដងហើយនៅពេលនេះផងដែរគេកំពុងតែឈរសម្លក់មកសៀវយាននិងញញឹមយ៉ាងពឺពលបដ ாய் ឈាមនិងសាច់របស់ឯងដូចជាមានក្លិនចម្លែកវាស្តៀងទៅនឹងមយូរានិករាជប៉ុន្តែមើលទៅវាគឺរត់តែឆ្ងាញ់ជាងមុនទៅទៀតតែទោះជាយ៉ាងណាសៀវយានយើងគឺមិនតបតទៅគេវិញឡើយសៀវយានបានបញ្ចេញនៅចំហាយភ្លើងពណ៌ផ្កាឈូកឲ្យសាច់ភីពេញរាងកាយគេតែម្ដងនៅពេលនេះធ្វើឲ្យចំហាយដូចជាលោហិតដែលបំរុងនឹងតប៉ះគេនោះត្រូវបានរលាយខ្ទេចគ្មានសល់នៅពេលដែលស្ដេចអ្នកខាងជើងឃើញបែបនេះហើយអារម្មណ៍របស់គេដូចជាមិនសូវជាល្អឡើយពីព្រោះគេឃើញថាធម្មពលរបស់ក្បួនគេធ្វើឲ្យមកលើសៀវយានមិនបានតតែសោះ
ហើយគេក៏បាននិយាយថារាងកាយរបស់ឯងក៏មាននៅខ្សែឈាមមកយូរ៉ានិក្រិតផងដែរអញ្ចឹងឯងសាក់ភ្លក់ដាវប្រហារនិក្រិតនេះវិញមើលត្រឹមតែមួយប៉ព្រិចភ្នែកគេក៏បានលេចរូបរាងនៅពីមុខសៀវយាននិងបានលើកដាវក្រហមរបស់គេនោះក្រវាត់មកតាមហឹងតែម្ដងសៀវយានឃើញបែបនេះគេក៏បានប្រញាប់បញ្ចេញនៅបាតដៃទន្លេលឿងមកទប់ទល់វិញតែជាចុងក្រោយវាក៏បានកាច់ផ្ដាច់ជាពីរនិងបន្តហោះមកបុកសៀវយានទៀតធ្វើឲ្យសៀវយានបង្ខំចិត្តប្រើស្លាប់ឆ្អឹងដើម្បីគេចឲ្យលឿនពីការវាយប្រហារដ៏ឃោរឃៅមួយនេះហើយស្ដេចអ្នកខាងជើងក៏គេមិនសម្រាកត្រឹមនឹងឡើយគេបានប្រើស្នៀតមួយហើយមួយទៀតធ្វើឲ្យសៀវយានគ្មានពេលសឹងតែដកដង្ហើមតតែសោះពួកព្រឹទ្ធាចារ្យដែលកំពុងតែឈរមើលនៅខាងក្រៅបេះដូងរបស់គេក៏មិនសំណុកដូចគ្នាដែរពីព្រោះប្រសិនបើសៀវយានត្រូវបានបដូរមែននោះក៏អ្នកខាងកើតនឹងចាញ់ដល់ងើបមុខមិនរួចបដ ாய் ហើយពេលនោះស្ដេចអ្នកខាងជើងដ៏ឆ្កួតម្នាក់នេះនឹងបើកការវាយប្រហារម្ដងទៀតជាមិនខានកុលសម្ព័ន្ធអ្នកលំហបុរាណទាំងមូលនឹងត្រូវចប់ហើយសាច់រឿងនៅក្នុងភាគនេះក៏សូមកាច់ផ្ដាច់ត្រឹមនឹងសិនខ្ញុំក៏ចង់បញ្ជាក់អ្នកទាំងអស់គ្នាបន្តិចថានៅក្នុងភាគនេះបើមើលតាម trailer ឬក៏ preview នោះខ្ញុំឃើញថាខាង studio គេបន្ថែមឈុតឆាកវាយគ្នាជាច្រើនជាងនៅក្នុងបឡោមលោកខ្ញុំឃើញសៀវយានបានប្រើរាងកាយគិងកុងកញ្ចក់ផងប្រើដាវខ្មៅគេផងអញ្ចឹងយើងមានតែរងចាំមើលទាំងអស់គ្នាទេហើយវគ្គក្រោយមួយទៀតយើងនឹងឃើញរាងកាយថ្មីរបស់សៀវយានដែលបានលាយបញ្ចូលគ្នាជាមួយនឹង LNE សូមអរគុណ